បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាឃើញហើយរូបនេះគឺជាកោះមួយរបស់ប្រទេសកម្ពុជាដែលមិនសូវមានអ្នកណាស្គាល់ទេអញ្ចឹងក្រោយពីបានឃើញបងប្រុសម្នាក់ដែលមានឈ្មោះថាគឹមឡុងម៉េងគាត់បានប៉ុស្តិ៍នៅក្នុង Facebook គាត់បានសរសេរថាមានមនុស្សតិចណាស់ដែលទៅដល់ទីនោះហើយមិនចង់ទៅម្ដងទៀតទេនៅពេលដែលឃើញប៉ុស្តិ៍នឹងភ្លាមវាធ្វើឲ្យខ្ញុំចង់បកស្រាយមែនទែនថាតើកន្លែងនោះគឺជាកន្លែងណាហើយវាស្ថិតនៅទីណាលក្ខខណ្ឌអីខ្លះទើបបានជាតាក់ទាញភ្ញៀវទេសចរទៅដល់ទីនោះអញ្ចឹងកោះដែលបងប្រុសគឹមឡុងម៉េងគាត់បានប៉ុស្តិ៍នោះគឺមានឈ្មោះថាកោះឆ្លាមវាជាកោះថ្មតូចមួយដែលស្ថិតនៅប្រមាណ35គីឡូម៉ែត្រពីកោះស្ដេចហើយវាស្ថិតនៅក្នុងទីប្រជុំកោះកុងរបស់ប្រទេសកម្ពុជាស្ថិតនៅក្បែរព្រំដែនកម្ពុជាថៃអ្វីដែលធ្វើឲ្យកោះនេះល្បីទីមួយគឺតាក់ទងនឹងសត្វសមុទ្រអ្នកជិះទូកតែងតែបានឃើញនៅសត្វសមុទ្រជាច្រើនប្រភេទហើយពេលខ្លះគេក៏អាចឃើញត្រីឆ្លាមប៊ុលនិងឆ្លាមថ្មីទៀតផងបើនិយាយអំពីទឹកគឺទឹកនៅទីនោះគឺមានសភាពថ្លាមែនទែនហើយងាយស្រួលសម្រាប់អ្នកដែលចូលចិត្តថតរូបក្រោមទឹកអាចឃើញសត្វសមុទ្រជាច្រើនប្រភេទមានត្រីមានសត្វសមុទ្រផ្សេងៗទៀតនៅក្រោមបាតសមុទ្រហ្នឹងបើសម្រាប់អ្នកដែលចង់ស្វែងរកបទពិសោធន៍ថ្មីគឺអាចទៅទីនោះបានដោយសារតែទីតាំងនោះវាជាលក្ខណៈបើកចំហវាមានចរន្តទឹកខ្លាំងគួរសមដែរដូច្នេះអ្នកដែលត្រូវការបទពិសោធន៍អីថ្មីៗគឺអាចទៅទីនោះបានដើម្បីអាចចូលទៅដល់ទីនោះបានដោយសារតែកោះឆ្លាមវាស្ថិតនៅឆ្ងាយពីគេដូចនេះអ្នកដំណើរត្រូវតែធ្វើដំណើរតាមទូកយើងអាចចេញពីកោះស្ដេចទៅដោយសារតែវានៅជិតជាងគេអញ្ចឹងយើងត្រូវចំណាយពេលប្រហែលពី30ទៅ60នាទីឬក៏អាចលើសពីនេះទៀតវាអាស្រ័យទៅនឹងលក្ខខណ្ឌអាកាសធាតុហើយនិងស្ថានភាពទឹកសមុទ្របើអ្នកចង់ទៅទីនោះគឺអ្នកត្រូវចំណាយពេលយ៉ាងហោចណាស់2ទៅ3ថ្ងៃព្រោះកាត់ធ្វើដំណើរមានរយៈពេលយូរដូច្នេះបើសិនជាយើងចង់ទៅលេងទីនោះគឺត្រូវចំណាយពេលឲ្យវារៀងយូរបន្តិចបាទអញ្ចឹងដោយដែលបងប្អូនបានឃើញនៅក្នុងរូបភាពដែលខ្ញុំដាក់នេះហើយគឺជាកោះឆ្លាមដែលវាជាត្រូវបានគេប្រសិទ្ធនាមថាជាឋានសួគ៌ទេសចរបាតសមុទ្រនៅកម្ពុជាហ្នឹងខ្ញុំមានវីដេអូមួយដែលត្រូវបានថតដោយ Lori Clark ហើយប៉ុស្តិ៍នៅក្នុង Channel YouTube របស់គាត់គឺតាំងពី11ឆ្នាំមុនអញ្ចឹងឥឡូវយើងទៅមើលវីដេអូទាំងអស់គ្នាថាតើស្ថានភាពនៅកោះឆ្លាមនោះវាមានលក្ខណៈម៉េចដែរបាទក្រោយពីមើលវីដេអូហើយយើងឃើញថានៅទីនោះគឺដោយសារតែវីដេអូនេះវាគុណភាពវាទាបបន្តិចព្រោះថតតាំងពី11ឆ្នាំមុនហើយប៉ុស្តិ៍នៅក្នុង YouTube ទៀតដូចនេះហើយបើយើងគិតមកដល់ពេលនេះប្រហែលជាកន្លែងនៅកោះឆ្លាមវាមានការអភិវឌ្ឍច្រើនជាងនេះបើទោះបីជាមិនសូវមានអ្នកទៅដល់ក៏ដោយហើយយើងឃើញថានៅក្នុងវីដេអូនោះគឺបានបង្ហាញពីទេសភាពស្រស់ស្អាតមែនទែនទាំងនៅជុំវិញកោះក៏ដូចជានៅក្រោមបាតសមុទ្រដែលបង្ហាញនៅក្នុងវីដេអូនឹងឯង